រឿងព្រះបាទមន្ធាតោសេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងខាងដើមនៃផុតកັບនេះមានព្រះបរមចក្រពុត្រាធិរាជមួយព្រះអង្គព្រះនាមមន្ធាតោមានមហិទ្ធិឫទ្ធិរដ្ឋធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រ 84000 ព្រះអង្គជាបរិវារមនុស្សក្នុងចំនួននោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំឯព្រះបាទមន្ធាតោនោះមានឥទ្ធិពលសម្បើមអស្ចារ្យណាស់គ្រាន់តែទះដៃវេហាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយលបែងក្មេងជាង 80000 ឆ្នាំដល់ព្រះជន្មគម្រប់ 84000 ព្រះរាជបិតាទ្រង់ប្រទានកិត្តិយសឲ្យធ្វើជាឧបរាជបានបួក 84000 ឆ្នាំបានទទួលរាជាភិសេកជាស្ដេចបរមចក្រពុត្រាធិរាជសោយរាជបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយរាជសម្បត្តិបានត្រាស់សួរមហាអមាត្យថាទីដែលបរិបូរដោយរាជសម្បត្តិវិសេសជាងនេះទៅទៀតមានឬទេមហាអមាត្យទូលថាបបិទ្ធព្រះសម្មាទិទេពក្នុងមនុស្សលោកនេះពុំមានទេមានតែស្ថានចតុមហារាជការទើបបរិបូរដោយសេចក្តីសុខប្រសើរជាងស្ថានមនុស្សព្រះបាទមន្ធាតោបានជ្រាបហើយក៏កាន់ចក្ររដ្ឋក្រវីអណ្ដែតទៅឯដអាកាសព្រមទាំងចតុរង្គសេនាទៅចុះនៅឋានចាតុមហារាជការពួកទេវតាក្នុងឋាននោះបានឃើញព្រះបាទមន្ធាតោហើយក៏នាំគ្នាកាន់ភ្ញីផ្កាចូលទៅបូជាថ្វាយរាជសម្បត្តិទៅដល់ព្រះបាទមន្ធាតោព្រះបាទមន្ធាតោបានសោយសម្បត្តិនៅឋានចាតុមហារាជការនោះបានចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនបានស្កប់ស្កល់ក្នុងរាជសម្បត្តិនោះទៀតទើបត្រាស់សួរទៅស្ដេចចតុលោកបាលទាំង4ថាទីស្ថានដែលបរិបូរដោយសេចក្តីសុខនោះដែលមានឬទេស្ដេចចតុលោកបាលទាំង4ប្រក្រាបទូលថារាជសម្បត្តិក្នុងឋាននេះមិនវិសេសជាងឋានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិក្នុងស្ថានត្រៃត្រង់ទើបប្រសើរជាងនេះជា100គុណព្រះបាទមន្ធាតោបានជ្រាបហើយក៏ចាប់ចក្ររដ្ឋក្រវីហោះទៅឋានត្រៃត្រង់ទៀតព្រះឥន្ទធិរាជបានតោតឃើញព្រះបាទមន្ធាតោហើយក៏មានព្រះទ័យសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតោបានសោយរាជសម្បត្តិពាក់កណ្ដាលនៅឋានត្រៃត្រង់នោះជាសុខសែមសានអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញសោះនៅតែខ្វះកន្លះជានិច្ចសូម្បីតែសោយរាជសម្បត្តិទៅជាយូរអង្វែងដល់ម្លោះក៏មិនចេះស្កប់ស្កល់ទើបទ្រង់ព្រះចិន្តាថាបើអញសម្លាប់ព្រះឥន្ទចោលហើយសោយរាជតែម្នាក់ឯងទើបលំមសមនឹងគុណស័ក្តិរបស់អញគ្រាន់តែគិតយ៉ាងនេះការត្រុតត្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពួកទេវតាបានស្រាប់តែចុតមកស្ថិតនៅក្នុងឧស្សាហរបស់ព្រះអង្គនាស្ថានមនុស្សដោយកាលមុនវិញនាយអោឡាបាលបានឃើញព្រះបាទមន្ធាតោពីស្ថានសួគ៌មកស្ថិតនៅក្នុងឧស្សាហវិញហើយក៏ចូលទៅក្រាបទូលដល់ព្រះរាជត្រកូលព្រះរាជាដែលជាធំក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនេះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីយាងទៅឧស្សាហជាមួយនឹងស្ដេចទាំង 44000 ព្រះអង្គចាត់ចែងក្រាលរៀបចំរាជសីយាដល់ប្រសើរក្នុងឧស្សាហនោះព្រះបាទមន្ធាតោទ្រង់ឡើងផ្ទុំលើសរីរាជសីយានោះហើយបានប្រកាសប្រាប់ដល់ព្រះរាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាស់អាសនៈនេះហើយអ្នកទាំងអស់ចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នេះជាដើមហើយក៏ទ្រង់សោយទីវង្គតទៅបានទៅកើតក្នុងសុគតិភពតាមសំគួរដល់បញ្ញកម្មរបស់ព្រះអង្គឯបុព្វកម្មរបស់ព្រះបាទមន្ធាតោដែលមានឥទ្ធិពលធំអស្ចារ្យគ្រាន់តែទះដៃមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកពីអាកាសនិងមានប្រជញ្ញវែងហើយបានសោយរាជសម្បត្តិតបទៀតនោះគឺការសាសនាព្រះសម្មាសម្ពុទ្ធនាមវិបស្សីរាប់ពិភពកាប់នេះទៅក្រោយវិញចំនួន91កាប់កាលនោះ
ព្រះបាទមន្ធាតោកើតជាបុរសកំសត់ម្នាក់នៅក្នុងនគរមន្ធមបតីជាអ្នកស៊ីឈ្នួលជួលប៉ះជុលសំលៀកបំពាក់ចាស់ដាច់របស់អ្នកនគរនោះថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបុរសកំសត់បានដឹងថាគេរៀបចាត់ចែងនឹងថ្វាយមហាទានដូច្នោះហើយក៏នឹកសង្វេគចំពោះខ្លួនឯងថាអាត្មាអញជាមនុស្សសេះសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកខ្សត់ក្រពេលនេះបើអញមិនឆ្លៀតធ្វើទានទេពុំដឹងជាជាតិណានឹងបានរួចផុតពីសេចក្តីទុក្ខលំបាកគិតឃើញដូច្នោះហើយសទ្ធាក៏កើតឡើងមាំចំពោះគុណព្រះសម្ពុទ្ធពេលនោះខំជួលប៉ះជុលសម្ពុទ្ធឲ្យបុគ្គលម្នាក់បានលុយមួយមាសដឹងថាពេលថ្វាយមហាទានចិត្តដល់ហើយក៏មនីទៅផ្សារទិញបានគ្រាប់សណ្ដែកស្ងោរមួយកំបង់យកទៅដាក់បាតទៅដល់រោងទានពុំបានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកខ្សត់ក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលទៅគិតថាអញអស់បានចូលទៅចិត្តព្រះសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នោះអញគួរបោះក្រសណ្ដែកសម្ដៅទៅត្រង់បាតព្រះសម្ពុទ្ធនិងព្រះសង្ឃចុះបើបានចូលទៅក្នុងបាតតែមួយគ្រាប់គង់បានផលច្រើនបុរសកំសត់ក៏ចាប់គ្រាប់សណ្ដែកស្ងោបោះទៅដោយអំណាចរិទ្ធព្រះសម្ពុទ្ធគ្រាប់សណ្ដែកក៏អណ្ដែតទៅធ្លាក់ចុះក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្ពុទ្ធជាម្ចាស់ដរាបទៅដល់បាតព្រះសង្ឃឥតមានជ្រុះទៅទីដតីមួយគ្រាប់ឡើយបុរសកំសត់ឃើញអស្ចារ្យដូច្នោះហើយសេចក្តីជ្រះថ្លាក៏រឹងរឹតតែជ្រះថ្លាឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានជាធំជាងជនអ្នកត្រូវការដោយកម្មទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីផ្ទៃអាកាសវេលានោះពុំខានបុរសកំសត់លុះអស់អាយុបានទៅសោយសុខក្នុងទេវលោកនិងមនុស្សលោកអស់កាលជាអង្វែងលុះដល់មកខាងដើមនៃផុតកម្មនេះបានមកកើតជាព្រះរាជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតោនោះឯងរឿងព្រះបាទមន្ធាតោក៏បានចប់តែប៉ុណ្ណេះឯងអេវ៉ាំង